មិត្តភាពអន្តរជាតិទី2ទឹកទី1បាទក៏ចូលមកដល់ហើយបាទអញ្ចឹងសូមបន្តទស្សនាជាមួយនឹងខ្ញុំបាទដែលជាអ្នកធ្វើអត្ថាធិប្បាយបន្តទៀតព្រោះថាគូទី1លក្ខណៈមិត្តភាពអន្តរជាតិលោកមនីបានធ្វើអត្ថាធិប្បាយរួចទៅហើយគឺថាលទ្ធផលតម្លៃយកបាទកីឡាករនៃព្រះរាជាណាចក្រថៃបានយកឈ្នះបាទច័ន្ទស៊ីណាតព្រោះថាកម្លៃយកនេះបើនិយាយអំពីបទពិសោធន៍នៃការប្រកួតកន្លងមកបងប្អូនខ្ញុំបាទនេះក៏ជម្រាបជូនរួចដល់ហើយបទពិសោធន៍4លើកកន្លងមកដែលខ្ញុំបាទធ្លាប់ធ្វើអត្ថាធិប្បាយនេះគឺថាគេយកឈ្នះយកយ៉ាក់ផ្លែយកឈ្នះបន្ទុកគុំកៅដាយកឈ្នះបន្ទុកកីឡាករសេចន្ទរាជហើយយកឈ្នះបន្ទុកគឿមសវណ្ណលឿនឥឡូវនេះគេមកយកឈ្នះបាទច័ន្ទស៊ីណាទៀតបាទអញ្ចឹងគេជឿខ្លាំងហើយបាទមិនធំគេថាមិនធម្មតាទេឥឡូវនេះមកប៉ះជាមួយនឹងជើងខ្លាំងរបស់យើងដែរឡើយចន្ទ្រាចាំមើលទៅជាយ៉ាងណាចន្ទ្រាអាចគេហៅថាបញ្ឈប់ឯកតកម្មនៃការឈ្នះរបស់កីឡាករផាយ៉ាឡេកបានដែរឬអត់ព្រោះថាកន្លងមកគេឈ្នះជាប់គ្នាតែម្ដងចឹងគេថាជាការជួបគេហៅថាវាយជំនួសបាទអ្នកដែលចាញ់កន្លងមកចន្ទ្រាគេបានកម្ពស់ខ្ពស់ជាងបន្តិចបាទខុសគ្នា4សង់ទីម៉ែត្រព្រោះថាផាយ៉ាឡេកគឺកម្ពស់របស់គេ1.66ម៉ែត្រហើយចន្ទ្រាគេ1ម៉ែត្ររហូតដល់1.70ម៉ែត្របាទខុសគ្នា4សង់ទីម៉ែត្រយ៉ាងទៅលើជង្គង់ស្ដាំរបស់កីឡាករចន្ទ្រាលោកក្រោមមួយជើងទៀតប្រើជើងឆ្វេងបាទកម្លៃផាយ៉ាឡេកបាទត្រឡប់ទៅកម្លៃយកវាយហើយនៅតែផាយ៉ាឡេកទេយ៉ាងណាលើសង្វៀនគឺសុភាពបរោះបាទយមសខំមនុស្សប្រុសរបាទដូចលោកយមសខំនេះមិនងាយរទេបាទសុភាពណាខ្ញុំស្គាល់គាត់20ឆ្នាំជាងហើយបាទគេថាសម្ដីសម្ដៅរបស់គាត់ក៏ជារៀបសារបាទតចរិតល្អមិនឆ្មើងមិនឆ្មៃជួបបងប្អូនទស្សនិកជនរបស់យើងហ្នឹងក៏គេហៅថាផ្ដល់នូវទឹកពុកញញឹមប្រព្រាយរីករាយរាក់ទាក់មួយពីរអោបជាប់ដៃយកអីយ៉ាក៏ត្រោងឡើងឡើយចន្ទ្រាបាទមិនណយប្រហែលដែរទេបាទបទពិសោធន៍មិននិយាយអំពីបច្ចេកទេសនៃការវាយហើយនឹងបាទកម្លាំងគឺដូចរៀបច្បងរបស់គេបាទបងបង្កើតរបស់គេមិនមែនរៀបច្បងនេះថាបងបង្កើតបានន័យថាខ្លាំងដូចគ្នារួចចេញយ៉ាងណាបានធ្វើការប្រមានទៅលើកីឡាករឡៅចន្ទ្រាបាទស្លូតផ្លាក់ជើងទៅលើកីឡាករផាយ៉ាឡេកវាជើងមកបាទគូអន្តរជាតិទី2ទឹកទី2បង្គោលក្រហមកីឡាករនៃព្រះរាជាណាចក្រកម្ពុជាមកប្រស្លាប់បង្គោលតូចតពិសេសឆាត់យង901ឡើយចន្ទ្រាបង្គោលខៀវផាយ៉ាឡេកកីឡាករនៃព្រះរាជាណាចក្រថៃក៏ជាជើងខ្លាំងមួយរូបដែរមកប៉ះគ្នានៅលើសង្វៀនកីឡាប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ទឹកទី2ចូលមកដល់ដែលជួបគ្នានៅក្នុងប្រភេទទម្ងន់62គីឡូក្រាមទី2ហើយអ្នកនាំមកជួនលោកអ្នកដោយក្រុមហ៊ុន K Cement ដែលជាក្រុមហ៊ុនផលិតនៅស៊ីម៉ងដែលមានគុណភាពលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតនៅកម្ពុជា K Cement មានផលិតស៊ីម៉ង2ប្រភេទគឺ K Cement បាវពណ៌ក្រហមនិង K Cement បាវពណ៌ខៀវបាវពណ៌ក្រហមប្រើសម្រាប់គ្រឿងបង្គុំសំណង់បាវពណ៌ខៀវគឺប្រើសម្រាប់ការងារបូកគ្រប់ប្រភេទចាប់កាច់អូហូយពើងឡើងរហូតដល់អាជ្ញាកណ្ដាលក៏បបែកគេថាធ្វើអីមិនកើតសុខចិត្តពើងទ្រូងឲ្យគាត់ស្ដាំមកមុខបងរកកណ្ដាប់ដៃស្ដាំទៅវិញហើយចន្ទ្រាអូខេដេញតាមហើយក៏អរគុណផងដែរដល់ក្រុមហ៊ុន KU Up បាទដែលជាក្រុមហ៊ុនទទួលបញ្ចាំដ៏ធំនិងរួមមកគេនៅក្នុងប្រទេសកម្ពុជាក្នុងការផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបសមរម្យបាទហើយព័ត៌មានលម្អិតសូមកុំភ្លេចបាទតំណែងក្នុងប្រកាន់លេខទូរស័ព្ទ085 77 78 89 KU Up ជួបម្ដងសម្រាប់បំណងប្រាថ្នាអូហូពុតពេលតាមមកចង្វាក់ភ្លេងជង្គង់ថែមបោះចូលចន្ទ្រាកំពុងតែចំកោងក្នុងអូជង្គង់ស្ដាំរបស់កីឡាករបាទផាយ៉ាឡេកអ្នកទាំងពីរនេះយើងមើលការវាយរបស់គេមានការប្រុងប្រយ័ត្នដូចគ្នាហើយបាទបច្ចេកទេសហ្នឹងក៏ដូចគ្នាដែរអត់ខុសគ្នាទេគេយកលំនាំតាមគ្នាទៅវិញទៅមកយើងមើលដល់ពេលអោបបាទចំកោងក្នុងដូចគ្នាហើយជើងអើយចាប់រុញធ្វើឲ្យចន្ទ្រាបាទដួលតែឯងក៏បានអាជ្ញាកណ្ដាលបានធ្វើការប្រមានទៅលើកីឡាករផាយ៉ាឡេកដែរព្រោះឲ្យកុំឲ្យប្រាំជើងបែកជើងគូប្រកួតរកកណ្ដាប់ដៃស្ដាំម្នាក់ម្ដាយមិញហើយក៏អង្គការនៃការប្រើជំនុំដើម្បីចន្ទ្រាធ្វើបានទេយ៉ាឡេកអូចន្ទ្រាបុកឯងពីកែចូលដល់មុខអូ
nhà cái nào cho bạn rút tới lên cái nào pha cho lên khởi 4 5 5 mua 5 phi 5 bay យ៉ាងម៉េចដាក់គូនគួយមួយសិន9 10មិនអាចបន្តការប្រកួតកើតទេអូហូកែងបាទស្ដាំរបស់កីឡាករឡៅចន្ទ្រាបាទគេធ្វើបានសម្រេចបាទដោយអុកបាទពីកែងទួនទៅលើភក្ត្រារបស់កីឡាករផាយ៉ាឡេកឥឡូវនេះងើបមិនទាន់រួចនៅឡើយទេមករាជួយបន្តិចមកបាទជួយរូបភាពយឺតបន្តិចបាទកិច្ចពីការទស្សនានៅសកម្មភាពងើបមិនទាន់រួចរបស់កីឡាករយើងឥឡូវនេះយើងមើលរូបភាពបាទ slow យឺតមិញនេះបាទចន្ទ្រាចូលហើយកែងយើងមើលបាទសវ៉ាអោព្រៀងខ្លួនឱកាសជង្គង់ក៏អត់ប្រើដែរបាទចន្ទ្រាបាទចាប់ដើមជាជង្គង់ក៏នៅត្រូវគូប្រគួតចាប់កាច់យកទៅហើយក៏បាទយកម្ដងទៀតកែងនេះរុលហើយក៏រុលមួយកែងទៀតចូលបាទចកាកើហើយក៏បុកជង្គង់ថែមតែជង្គង់នេះខ្ញុំមើលមករាសារ៉េមកប្លង់ណាដែលច្បាស់មើលជង្គង់នេះចូលជង្គង់ឬក៏កែងមិនបែរជាជង្គង់ចុងក្រោយចំចុងដង្ហើមរឿងអីមិនចប់អូយងើបមកហើយបំរុងនឹងថាទៅទៀតប៉ុន្តែដល់វាចុកខ្លាំងពេកដាក់បាទលិតជង្គង់ភាសាទៀតឥឡូវយើងមើលរូបភាពបន្តទៀតបាទគេថាមកជ្រុំទៀតមកមុំទៀតនៃកាមេរ៉ាអូបន្តកែនឹងក៏ចូលមិនដល់រៀងខ្លួនហើយក៏ជង្គង់នឹងយើងឃើញចំណុចនេះគឺថាឡៅស៊ីណាតសំទោសបាទឡៅចន្ទ្រាគាត់ត្រៀមនឹងបដូរជង្គង់ស្ដាំក៏ប៉ុន្តែដល់គូប្រកួតទាញឆក់យកទៅគឺថាអត់ឱកាសបាទកន្លែងនេះក៏ដូចគ្នាដែររូបកែងមួយកែងថែពុកទៅលើចកាកើមចាំមើលជង្គង់អូបាទជង្គង់ចូលក្រោមក្លៀកខាងឆ្វេងបាទមួយជង្គង់នេះមិនធម្មតាទេបាទឃើញថាពេញតំហឹងតែម្ដងអញ្ចឹងលទ្ធផលកីឡាករគុំហមឡៅចន្ទ្រាយ៉ាងគូគៀវថាយ៉ាឡេកបាទដោយ